យោងតាមកាសែតខៅសតរបស់សៀមថៃបានកំពុងតែដាក់សម្ពាធឲ្យកម្ពុជាទៅចរចានៅលើទឹកដីរបស់ខ្លួននិងព្យាយាមបិទផ្លូវដោយមិនឲ្យមានការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅខណៈពេលដែលបញ្ហាគ្រាប់មីនត្រូវបានថៃយកមកធ្វើជាលក្ខខណ្ឌចម្បងក្នុងការចរចាកាលពីថ្ងៃទី23ធ្នូឆ្នាំ2025ក្រសួងការពារជាតិសៀមបានប្រកាសជំហរដាច់ខាតថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC កម្ពុជាថៃនឹងត្រូវធ្វើឡើងនៅក្នុងខេត្តច័ន្ទបុរីប្រទេសថៃតាមការកំណត់ដដែលដោយបដិសេធសំណើរបស់កម្ពុជាដែលចង់ផ្លាស់ប្ដូរទីតាំងទៅកាន់ប្រទេសម៉ាឡេស៊ីកិច្ចប្រជុំថ្នាក់លេខាធិការដ្ឋាននឹងប្រព្រឹត្តទៅនៅថ្ងៃទី24ដល់ថ្ងៃទី26ខែធ្នូហើយកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី27ខែធ្នូឆ្នាំ2025នេះគឺជាកិច្ចចរចាទ្វេភាគីសុទ្ធសាធដោយថៃមិនអនុញ្ញាតឲ្យមានប្រទេសទី3ឬអាស៊ានចូលរួមឡើយភាគីថៃបានបញ្ជាក់ថាកិច្ចប្រជុំជោគជ័យឬបរាជ័យគឺអាស្រ័យលើទង្វើជាក់ស្ដែងរបស់ភាគីកម្ពុជាក្នុងការកាត់បន្ថយភាពតានតឹងដោយថៃបានលើកឡើងថាបញ្ហាគ្រាប់មីនគឺជាបេះដូងនៃចំនួនលើកនេះដោយសារមានទាហានថៃដល់ទៅ8នាក់ដែលបានដើរជាន់មីនថៃទាមទារឲ្យកម្ពុជាដោះមីនចេញជាបន្ទាន់ដោយគ្មានលក្ខខណ្ឌនិងមិនត្រូវយកបញ្ហាបោះបង្គោលព្រំដែនមកធ្វើជាលេសពន្យាពេលឡើយដោយបងប្អូនដឹងស្រាប់ហើយថាទំនាស់លើកទី2នេះចុកខ្នងឈឺចង្កេះបញ្ហាក្រពះពោះវៀនរ៉ាំរ៉ៃគេងមិនសូវលក់កម្លាំងចុកសោយឧស្សាហ៍ឈឺកកខ្យល់ញឹកញាប់និងបញ្ហាសុខភាពជាច្រើនមុខទៀតសូមណែនាំបងប្អូនពិសាទឹកយិនសិនម៉ាក់អ៊ីអាចជួយសម្រួលសម្រាលអាការៈជំងឺរបស់បងប្អូនបានផលិតផលសក់ពីប្រទេសកូរ៉េវាកើតចេញពីសណារីយ៉ូនៃការរៀបចំគ្រាប់មីនដើរជាន់របស់ទាហានសៀមរបស់រដ្ឋាភិបាលសៀមរបស់ស្រុកសៀមខ្ញុំបាននិយាយច្រើនដងហើយថាបើអ្នកដើរជាន់គ្រាប់មីនវាមានសណារីយ៉ូតែ2ទេទី1អ្នកដើរចូលទឹកដីកម្ពុជាទី2អ្នកដាក់គ្រាប់មីនហើយឲ្យក្រុមទាហានរបស់អ្នកដើរជាន់ដើម្បីបំភ្លៃការពិតបង្កើតហេតុផលហើយឈ្លានពានកម្ពុជាអារឿងគ្រាប់មីននឹងវាមានតែ2នឹងទេហើយគេថាកិច្ចប្រជុំនឹងជោគជ័យឬបរាជ័យវាអាស្រ័យទៅលើសកម្មភាពរបស់កម្ពុជាក្នុងការបន្ធូរបន្ថយស្ថានភាពតានតឹងតើយើងគួរនិយាយបែបណាទៅលើការលើកឡើងបែបនេះម៉ោងនេះទៅជាកម្ពុជាគឺជាអ្នកបង្កើនភាពតានតឹងទៅវិញអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ជូនបងប្អូនបន្តិចថាគេវាយយើងហើយគេចោទថាយើងនឹងជាអ្នកវាយគេមុនទៅទៀតវាពិតជាអយុត្តិធម៌តែពិភពលោកនេះវាគ្មានយុត្តិធម៌ទេរុស្ស៊ីឈ្លានពានអ៊ុយក្រែនតើអ្នកណាខ្លះបានដាក់ទោសរុស្ស៊ីជាការពិតសហគមន៍អន្តរជាតិបានថ្កោលទោសរុស្ស៊ីតែក្រៅតែពីការថ្កោលទោសវាយ៉ាងម៉េចទៀតបើរុស្ស៊ីនៅតែឈ្លានពានអ៊ុយក្រែននេះតើច្បាប់អន្តរជាតិវានៅកន្លែងណាក្នុងនាមជាប្រជាជនកម្ពុជាម្នាក់ខ្ញុំពិតជាមើលឃើញថាអយុត្តិធម៌សម្រាប់កម្ពុជាបានឈរម្នាក់ឯងបានដោះស្រាយម្នាក់ឯងបានតតាំងជាមួយចៅឈ្លានពានម្នាក់ឯងតែកម្ពុជាមិនបោះបង់ទេកម្ពុជានៅតែស៊ូនៅតែខំនៅតែប្រឹងនៅតែរួលនៅតែដោតរដ្ឋាភិបាលរបស់កម្ពុជាប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជានៅតែខិតខំស្វះស្វែងពុះពៀដើម្បីស្វែងរកឲ្យបាននូវបទឈប់បាញ់និងសន្តិភាពជូនកម្ពុជាវាពិតជាហត់វាពិតជាលំបាកតែធ្វើម៉េចគ្មានអ្នកណាគេខ្វល់ជាមួយយើងទេដូច្នេះក្នុងនាមជាពលរដ្ឋខ្មែរខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នារួបរวมសាមគ្គីគ្នាហើយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាគាំទ្រប្រមុខថ្នាក់ដឹកនាំគាំទ្រនាយករដ្ឋមន្ត្រីកម្ពុជាគាំទ្រវរៈកងទ័ពរបស់យើងហើយខ្ញុំជឿថាឲ្យតែយើងរួបរวมគ្នាយើងគាំទ្រគ្នាយើងនឹងអាចចាក់ចេញពីការឈ្លានពានរបស់ចៅសៀមបានអរគុណបងប្អូនជម្រាបលាទឹកយិនសិនម៉ាក់អ៊ីទាំងស៊េរីចាស់និងស៊េរីថ្មីមិនមែនជាថ្នាំពេទ្យតែជាប្រភេទ supplement ដែលមានប្រសិទ្ធភាពខ្ពស់ជួយដល់អ្នកដែលកំពុងមានសុខភាពល្អនិងអ្នកដែលកំពុងតែមានសុខភាពទ្រុឌទ្រោមជួយពង្រឹងភាពស៊ាំរបស់សារពាង្គកាយជួយបង្ការការកើតជំងឺមហារីកជួយបង្ការការកើតជំងឺទឹកនោមផ្អែមជួយបង្ការជំងឺដាច់សរសៃឈាមខួរក្បាលជួយបន្សាបជាតិពុលក្នុងក្លើមជួយដល់សន្លាក់ឆ្អឹងទប់ស្កាត់អាការៈឈឺខ្នងឈឺចង្កេះជួយដល់អ្នកដែលឧស្សាហ៍កកខ្យល់វិលមុខឈឺក្បាលញឹកញាប់បោកបាញមិនសូវបានសម្រានមិនសូវលូហេវហត់អស់កម្លាំងទន់ដៃទន់ជើងជួយដល់បញ្ហាក្រពះពោះវៀនហើមពោះទល់ខ្យល់ពិបាកបត់ជើងជំនួយទៅដល់ខួរក្បាលជួយដល់ការចងចាំបានល្អនិងជួយដល់បញ្ហាស្ត្រីដែលរាំងរដូវឬរដូវមកមិនទៀងនិងចូលរួមជំនួយដល់បញ្ហាផ្លូវភេទបុរសនារីឲ្យខ្លាំងបានយ៉ាងមានប្រសិទ្ធភាពជាផលិតផលរបស់ប្រទេសកូរ៉េដែលទទួលស្គាល់គុណភាពស្តង់ដារជាសកលពី FDA របស់សហរដ្ឋអាមេរិកមាន GMP មានការធានារ៉ាប់រងពីក្រុមហ៊ុនលំដាប់ពិភពលោក Samsung និង ISO 9001:2015ព្រមទាំងទទួលស្គាល់ដោយក្រសួងខ្មែរនិងកូរ៉េក្នុងមួយកេសពិសាបានពេញមួយខែពិសាមួយកញ្ចប់ក្រោយពេលបាយល្ងាចនឹងកាន់តែមានប្រសិទ្ធភាពរីឯទឹកជិនសិនស៊េរីចាស់តម្លៃត្រឹមតែ$38ឯទឹកជិនសិនស៊េរីថ្មីតម្លៃ$39ហ្វ្រីសេវាដឹកជូនពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជាទំនាក់ទំនងទិញរាយនិងយកទៅលក់បន្តតាមរយៈ